bañ chập đâm bañ này cùng là bañ tụ vô thao pre mới phục mai bông bồn con toa trao sim bàn bánh sỏi âm chất sập bầm buồn nâng âm đo bầm mùi châu một khung tắc đời con bị chia dương rồi hốt đo pram được chop nếp tuôn nê tem đón ở vây can tai nhẹ pa nâng có cao chỉ ti bùng phật nô cứ cả bánh này bàn phơi chom nơi pe đại miền prote phu vô thi on tra chia cùng pung tai cho tru bần đo to phê nơi ai đồng bòn prom đan ô smai tem đón pre mới phục mai bông bồn ta con toa trao sim việc cùng pung tai trong vòng hai pi ở vây khla tới ở nước cửa pu vi trong nhung nhung ai mi sòng tiêm ca lang nơi chung thì bay mê rựcយ៉ាងណាស្របពីដែលយោធាសៀមកំពុងតែបង្ករឿងនៅតាមបន្ទាត់ព្រំដែនហើយនៅក្នុងប្រទេសសៀមឯណោះវិញកំពុងតែជួបរឿងចៃដន្យឬក៏ជាការប្រមានពីបារមីវត្ថុស័ក្តិសិទ្ធិនិងច្បាប់កម្ពុជាដែលមិនអាចប្រកែកបានព្រៃមើលពុកម៉ែបងប្អូនទស្សនិកជនព្រះធរណីហាក់ដូចជាកំពុងតែស្រែកយំនិងបង្ហាញឫទ្ធិនុភាពហើយព្រៃមើលពុកម៉ែបងប្អូនគ្រាន់តែភាគីចៅសៀមបានបាញ់ប្រភេទក្រប M79 និងបាញ់ស្រោច M16 ចូលមកនៅក្នុងដែនដីអធិបតេយ្យភាពកម្ពុជារបស់យើងនោះមិនទាន់នឹងបានប្រមាណម៉ោងស្រួលបួផងស្រាប់តែនៅក្នុងប្រទេសសៀមឯណោះក៏បានជួបនៅកម្ពុជាតាមតនហនតែម្ដងដោយមានភ្លើងបានឆាបឆេះនៅរោងចក្រយ៉ាងសន្ធោសន្ធៅតែសំបែងបាក់រលំគ្រោះមហន្តរាយបានកើតឡើងផ្ទួងគ្នាសឹងតែរាល់ម៉ោងហាក់បីដូចជាមានទម្ងន់នៃបាបកម្មពៀដែលពួកគេបានសាងឡើងមកលើជាតិសាសន៍ដទៃកំពុងតែធ្លាក់សង្កត់ទៅលើដែនដីរបស់ពួកគេវិញយ៉ាងដូចនេះផងដែរប្រិយមិត្តពុកម៉ែបងប្អូនតើវាមានអត្ថកម្បាំងនឹងរឿងរ៉ាវដ៏ស៊ីជម្រៅអ្វីខ្លះដែលពុកម៉ែបងប្អូនមិនទាន់បានដឹងសូមប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនតាមដានទស្សនាកុំឲ្យរំលងសូម្បីតែ1នាទីនៅក្នុងវីដេអូវិភាគដ៏លម្អិតមួយនេះផងដែរខ្ញុំបាទសូមគោរពអនុញ្ញាតទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជននិងជនរួមជាតិទីគោរពស្វែងរកអានទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីមកកាន់ Channel P707 ដែលតែងតែនាំមកនៅព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិពិសេសនិងទាន់ហេតុការណ៍តែម្ដងសម្រាប់ថ្ងៃទី30ខែមេសាឆ្នាំ2026នេះដែរខ្ញុំបានមានព័ត៌មានដ៏ក្តៅកគកមួយដែលពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទូទាំងប្រទេសនិងក្រៅប្រទេសកំពុងតែអន្តេសាចង់ដឹងជាទីបំផុតនោះអំពីស្ថានភាពចុងក្រោយនៅតាមបន្ទាត់ព្រំដែនកម្ពុជាសៀមមុននឹងឈានទៅដល់ខ្លឹមសារដ៏លម្អិតសូមប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនទាំងអស់គ្នាមេត្តាជួយចុច like និង share វីដេអូមួយនេះម្នាក់មួយដើម្បីចែកម្លែកព័ត៌មានមួយនេះទៅកាន់ពុកម៉ែបងប្អូនយើងដទៃទៀតអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនអញ្ជើញតាមដាននៅសាច់រឿងពុស្ដាដូចតទៅប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនជាទីគោរពស្នេហាគិតត្រឹមថ្ងៃទី29ខែមេសាឆ្នាំ2026ម្សិលមិញនេះមានស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាសៀមបានប្រែក្លាយឡើងកម្ដៅខ្លាំងភ្លាមតែម្ដងបន្ទាប់ពីមានសេចក្តីរាយការណ៍ផ្លូវការស្តីពីការផ្ទុះអាវុធយ៉ាងគំហុកដែលបង្កឡើងដោយភាគីចៅសៀមនោះតែម្ដងយោងទៅតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជាយើងដែលទើបតែចេញផ្សាយក្តៅបានបញ្ជាក់យ៉ាងច្បាស់អំពីសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ភាគីចៅសៀមហើយការនេះក៏បានផ្ទុះឡើងនៅតាមតំបន់ច្រកអន្តរជាតិអូស្មាច់នៅក្នុងខេត្តឧត្តរមានជ័យហើយអ្វីកាន់តែហួសចិត្តនោះគឺខណៈដែលកម្ពុជាយើងកំពុងតែសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេសស្រាប់តែកម្លាំងយោធាចៅសៀមបានបើកការវាយប្រហារបាញ់បោះរហូតដល់5លើកផ្ទួងគ្នាតែម្ដងចាប់ពីម៉ោង 10:35 នាទីព្រឹករហូតដល់ម៉ោង 11:09 នាទីព្រឹកម្សិលមិញនោះតែម្ដងតើពួកគេមានអាវុធអ្វីខ្លះទៅប្រិយមិត្តពុកម៉ែបងប្អូនបើយោងទៅតាមរបាយការណ៍ពួកគេបានប្រើប្រាស់នៅអាវុធធនធ្ងន់ប្រភេទ M79 និងអាវុធស្វ័យប្រវត្តិប្រភេទ M16 សរុបចំនួន9គ្រាប់បានធ្លាក់ចូលនៅក្នុងតំបន់សង្កេតការណ៍នោះតែម្ដងសកម្មភាពនេះមិនមែនជារឿងចៃដន្យនោះទេប្រិយមិត្តពុកម៉ែបងប្អូនប៉ុន្តែវាគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរជាទីបំផុតទៅលើដែនអធិបតេយ្យភាពរបស់កម្ពុជាយើងនិងការគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រតិភូអន្តរជាតិដែលកំពុងតែបំពេញការងារនៅទីនោះទោះបីជាស្ថិតនៅក្នុងស្ថានភាពនេះក៏ដោយក៏វរៈកងទ័ពវរៈនគរបាលជាតិយើងដ៏អង់អាចដែលបានឈរជើងនៅតំបន់នោះបានបង្ហាញនូវភាពអន់ធ្មត់ដល់កម្រិតខ្ពស់តែម្ដងយើងមិនបានតបតដោយផ្ដេសផ្ដាសនោះទេដើម្បីជៀសវាងនឹងការផ្ទុះសង្គ្រាមទូលំទីធំដែលអាចនឹងបំផ្លាញនូវសេចក្តីសុខរបស់ប្រជាជននៅតាមបន្ទាត់ព្រំដែនទាំងសងខាងនោះក្រសួងការពារជាតិកម្ពុជាយើងបានថ្កោលទោសយ៉ាងដាច់អហង្ការជាទីបំផុតចំពោះទង្វើដ៏ព្រៃផ្សៃនិងបញ្ច្រាស់សន្តិភាពរបស់ពួកចៅសៀមដែលបានបំពេញនូវកិច្ចព្រមព្រៀងកន្លងមកនោះផងដែរប្រិយមិត្តពុកម៉ែបងប្អូនគួររំលឹកផងដែរថាដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស MACCPP នេះគឺជារឿងដែលស្របច្បាប់និងដំណាភាពជាទីបំផុតមុននឹងចុះទៅប្រជាណាចក្រកម្ពុជារបស់យើងបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីចៅសៀមរួចរាល់ទៅហើយដើម្បីកុំឲ្យមានការយល់ច្រឡំណាមួយឲ្យសោះ
ប៉ុន្តែវត្តមានតំណាងយោធាអន្តរជាតិនៅទីនោះតែជាខ្លាយទៅជាសាក់សីរស់ដែលបានឃើញផ្ទាល់ភ្នែកនៅការបាញ់បោះរបស់ពួកយោធាចៅសៀមដែលបានផ្ទុយស្រឡះពីច្បាប់អន្តរជាតិនិងច្បាប់ធម្មនុញ្ញអាស៊ាននោះទៅវិញការដែលប្រើប្រាស់ក្របបែក M79 ចំពេលមន្ត្រីទូតយោធាសង្កេតការ AOT នៅទីនោះជាក់ស្ដែងគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរជាទីបំផុតទៅដល់បេសកកម្មសន្តិភាពអន្តរជាតិកម្ពុជាបានអំពាវនាវឲ្យសហគមន៍អន្តរជាតិនិងពិនិត្យមើលរឿងនេះឲ្យបានច្បាស់លាស់ថាតើនរណាពិតប្រាកដជាអ្នករំលោភបំពាននៅកិច្ចព្រមព្រៀងសន្តិភាពមុនមកទល់ម៉ោងនេះស្ថានភាពនៅច្រកអូស្មាច់គឺស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតហើយវរៈកងទ័ពវរៈនគរបាលជាតិយើងកំពុងតែត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារបូរណភាពទឹកដីទោះនៅក្នុងតម្លៃណាក៏ដោយសួរថាហេតុអ្វីបានសៀមវាបង្ករឿងនេះឡើងហើយកម្ពុជាយើងមានព្រៀបអ្វីខ្លះផងដែរពុកម៉ែបងប្អូនប្រិយមើលទស្សនិកជនជាទីគោរពរាប់អានឥឡូវនេះយើងងាកមកមើលឲ្យស៊ីជម្រៅបន្តិចថាអ្វីបានជាសៀមវាហ៊ានធ្វើបែបនេះដែលអ្នកជំនាញយោធាបានអះអាងច្បាស់ថាការបាញ់គ្រាប់ M79 នេះមិនមែនគឺជារឿងច្រឡំដៃនោះទេប្រិយមិត្តពុកម៉ែបងប្អូនតែវាគឺជាចេតនាដែលបានរៀបចំទុកមុនដើម្បីផ្អាកដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការ AOT អន្តរជាតិមិនឲ្យប្រម៉ែប្រមូលនៅផុសតាងរកឃើញពីការរំលោភបំពានរបស់ពួកគេនោះទៅវិញទេស្ថានភាពបច្ចុប្បន្នកម្ពុជាសៀមហាក់បីដូចជាកំពុងតែឈរលើមូលដ្ឋានខុសគ្នាដាច់ស្រឡះតែម្ដងការចរចាក៏ជួបការលំបាកហើយស្រមោលនៃសង្គ្រាមហាក់បីដូចជាខិតចូលមកជិតផងដែរហេតុអ្វីព្រោះថាសៀមកំពុងតែតច្រកពួកគេមិនខ្វល់ខ្វាយពីរឿងខុសឬក៏ត្រូវទៀតនោះទេគឺពួកគេចង់តែប្រើកម្លាំងបាយតែម្ដងពេលដែលផ្នែកការទូតរបស់គេដើរលេងរួចទៅហើយនោះពួកចៅសៀមកំពុងតែអាងអ្វីទៅប្រិយមិត្តពុកម៉ែបងប្អូនគឺពួកគេអាងទៅលើដីដែលពួកគេធ្លាប់តែឈ្លានពានបានកន្លងមកដើម្បីយកទៅបិទកញ្ចប់មាត់អ្នកនយោបាយប្រឆាំងនៅក្នុងស្រុកវានិងប្រជាជនចៅសៀមឲ្យវានោះបានបិទកម្ដៅឡើងឲ្យបើសិនជាបន្ទុះសង្គ្រាមពួកវាក៏ប្រើលានដ្ឋាននៅលើដីកម្ពុជាយើងស្រាប់ដែលខូចខាតក៏នៅលើដីយើងផងដែរហើយនឹងពួកចៅសៀមវាអាងតបព្រៃវានោះផងដែរប្រិយមិត្តពុកម៉ែបងប្អូនពួកវាគិតថាកងទ័ពជើងគោកជើងទឹកនិងអាកាសរបស់ពួកវាមានព្រៀបហើយនឹងការលុបចោលនៅ MOU ឆ្នាំ2021កន្លងទៅនោះវាហាក់បីដូចជាបើកផ្លូវសង្គ្រាមជើងទឹកផងដែរដើម្បីលេបត្របាក់នៅតំបន់ត្រួតស៊ីគ្នាយកជាកម្មសិទ្ធិរបស់ពួកវាតែម្ដងហើយចុងក្រោយនោះសៀមវានឹងចង់ផ្អាកការដោះស្រាយដោយសន្តិវិធីទៅទៀតផងនោះពួកវាដឹងថាបើសិនជាតបតោគ្នាជាមួយនឹងកម្ពុជាយើងផ្នែកខាងផ្លូវច្បាប់និងការទូតពួកវាច្បាស់ណាស់នឹងចាញ់កម្ពុជាយើងតែម្ដងដូច្នេះមានតែបង្ឆេះឬក៏បង្កើតនៅសង្គ្រាមទេទើបដែលវាអាចយកលេសថ្មីបានណាប្រិយមិត្តពុកម៉ែបងប្អូនចោះចំណែកកម្ពុជាយើងវិញតែយើងអាងអ្វីហើយមានព្រៀបអ្វីខ្លះផងដែរប្រិយមិត្តពុកម៉ែបងប្អូនទី1នោះគឺយើងប្រើប្រាស់នៅយន្តការផ្នែកច្បាប់ ABC គណៈកម្មការព្រំដែននិងកិច្ចព្រមព្រៀងបទឈប់បាញ់ចុងឆ្នាំ2025កន្លងទៅនោះយើងមានមូលដ្ឋានច្បាប់រឹងមាំដែលបង្ហាញថាពួកចៅសៀមវាមិនបានគ្រប់សម្ដីខ្លួនឯងនោះទេហើយចំពោះទី2នោះវិញគឺសម្ពាធអន្តរជាតិយើងប្រើប្រាស់គ្រប់វេទិកាការទូតទាំងអស់ការដែលអញ្ជើញអនុព័ន្ធយោធាបរទេស AOT មកមើលផ្ទាល់ភ្នែកបែបនេះគឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃរបស់ថ្នាក់ដឹកនាំកម្ពុជាយើងដើម្បីឲ្យអន្តរជាតិកាត់សេចក្តីដោយភាពយុត្តិធម៌តែម្ដងហើយចំពោះទី3នោះវិញគឺភាពចាស់ទុំនិងភាពនឹងនងកម្ពុជាយើងប្រកាន់ភ្ជាប់ជំហរដោយប្រើច្បាប់អន្តរជាតិនិងផែនទីតាំងពីបុរាណកាលមកដោយមិនបានយកនៅអាវុធមកដោះស្រាយបញ្ហានៅព្រំដែននោះមុនជាដាច់ខាតចំណុចនេះហើយដែលធ្វើឲ្យសហគមន៍អន្តរជាតិនិងសូម្បីតែប្រទេសសម្ព័ន្ធមិត្តរបស់ពួកចៅសៀមក៏មានការស្ទាក់ស្ទើរនៅក្នុងការគ្រប់គ្រងទង្វើដ៏ពាលាអាវ៉ាសែរបស់ពួកចៅសៀមនោះផងដែរបើទោះបីជាយើងមិនចង់បង្កសង្គ្រាមប៉ុន្តែបើសិនជាមានស្ថានភាពណាបង្ខំកម្ពុជាយើងគ្មានជំរឿអ្វីក្រៅពីការប្រើសិទ្ធិស្វ័យការពារស្របច្បាប់នោះទេប្រិយមិត្តពុកម៉ែបងប្អូនដូច្នេះសូមប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនទាំងអស់គ្នាបង្កើននៅកម្លាំងរួបរวมសាមគ្គីគ្នាជឿជាក់ទៅលើរដ្ឋាភិបាលវរៈកងទ័ពវរៈនគរបាលជាតិការពារទឹកដីឲ្យព្រមទាំងតាមដានតែប្រភពព័ត៌មានផ្លូវការនិងកុំមានភាពសុភ័យស្លន់ស្លោប៉ុន្តែយើងក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចផងដែរប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនយើងងាកចេញពីភាពតានតឹងនៅតាមបន្ទាត់ព្រំដែនយើងមកមើលហេតុការណ៍នៅក្នុងប្រទេសចៅសៀមនេះវិញម្ដងឋានៈដែលអាជ្ញាធរនិងយោធាចៅសៀមកំពុងតែរវល់រកនឹកល្បិចលេបត្របាក់នៅទឹកដីកម្ពុជាហាក់បីដូចជាមិនខ្វល់ខ្វាយពីមុខមាត់នៅលើឆាកអន្តរជាតិនោះយើងងាកទៅមើលនៅក្នុងស្រុករបស់គេនោះហើយវិញគឺកំពុងតែជួបគ្រោះមហន្តរាយផ្ទួងគ្នាតែម្ដងហាក់បីដូចជាកម្ពុជាអញ្ចឹងត្រឹមតែរយៈពេល2ថ្ងៃតែប៉ុណ្ណោះទេប្រិយមិត្តពុកម៉ែបងប្អូនគឺថ្ងៃទី29និងទី30មេសានេះមានហេតុការណ៍ធំៗជាច្រើនបានកើតឡើងនៅក្នុងស្រុកសៀមនោះតែដោយពាក្យចាស់ទុំបុរាណលោកបានតែងតែពោលប្រដៅថាសាព្រោះពូជអ្វីរមែងទទួលបានផ្លែការពូជនោះហើយប្រិយមិត្តពុកម៉ែបងប្អូន
ការដែលតាំងចិត្តអាក្រក់ការប៉ុនប៉ងលេបត្របាក់នៅទឹកដីដូនតាអ្នកដតីដែលមានបារមីថែរក្សាវាមិនមែននាំមកនូវសេចក្តីសុខដល់អ្នកឯងឬក៏អ្នកដែលសាងនោះឡើយខណៈដែលក្របកំពើងរបស់ពួកយោធាចៅសៀមទើបតែទម្លាក់មកកប់នៅក្នុងទឹកដីកម្ពុជាស្រាប់តែនៅក្នុងផ្ទៃដីនៃទឹកដីចៅសៀមនោះច្បាប់កម្ពុជាកំពុងតែធ្វើការរបស់ខ្លួនយ៉ាងសកម្មបំផុតផងដែរដោយមិនចាំបាច់ឲ្យកម្ពុជាតបតសូម្បីតែមួយគ្រាប់ទេប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនប្រិយមិត្តពុកម៉ែបងប្អូនជនរួមជាតិបើយើងគិតពីបារមីដូនតានៃទឹកដីសវណ្ណភូមិកម្ពុជាយើងគឺពោពេញទៅដោយមហិទ្ធិឫទ្ធិបារមីព្រះសពព្រះស្ដេចនៅបារមីវត្ថុស័ក្តិសិទ្ធិរាប់ពាន់ចំនួនដែលលោកតែងតែថែរក្សាការពារកូនចៅខ្មែរយើងរហូតមករាល់ពេលដែលមានសត្រូវឈ្លានពានមានគំនិតទុច្ចរិតចង់បានទឹកដីកម្ពុជាពួកគេរមែងតែជួបនៅវិនិស្សកម្មដោយខ្លួនឯងជានិច្ចផងដែរពេលនេះថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធមួយចំនួនរបស់ពួកចៅសៀមកំពុងតែងប់ងល់ដោយភាពលោភលន់ពួកគេកំពុងតែយកបញ្ហាព្រំដែនមកធ្វើជានយោបាយដើម្បីបិទបាំងនៅភាពទន់ខ្សោយរបស់ពួកខ្លួនវានិងការដឹកនាំរបស់ពួកវាដែលមិនបានល្អនៅក្នុងប្រទេសរបស់ខ្លួននោះឡើយពួកវាបានប្រឹងប្រែងបញ្ជូនកងទ័ពនិងសភាវុធផ្សេងដើម្បីមកអុកឡុកកម្ពុជាយើងដោយមិនបានខ្វល់ខ្វាយពីច្បាប់ទម្លាប់និងពីសុខទុក្ខរបស់រាជខ្លួនឯងសូម្បីតែបន្តិចនោះទេប្រិយមិត្តពុកម៉ែបងប្អូនប៉ុន្តែលទ្ធផលទៅជាយ៉ាងណាទៅលទ្ធផលនោះគឺគ្រោះមហន្តរាយកំពុងតែរុករានប្រទេសខ្លួនឯងនោះឲ្យនៅគ្រប់ទិសទីតែម្ដងនេះគឺជាទម្ងន់នៃកម្មពីប្រិយមិត្តពុកម៉ែបងប្អូនធម្មជាតិកំពុងតែដាក់ទណ្ឌកម្មពួកគេហើយស្របពេលដែលយោធាចៅសៀមវាមានមោទនភាពក្នុងការបាញ់កាំភ្លើង M79 ចូលនៅក្នុងដែនដីកម្ពុជាស្របពេលដែលក្រុមយោធាអនុព័ន្ធ AOT ចុះទៅសង្កេតការណ៍នោះស្រាប់តែរាជនិងសេដ្ឋកិច្ចរបស់ពួកវាកំពុងតែឆេះរង្គោះរង្គើនៅក្នុងអណ្ដាតភ្លើងនឹងការដួលរំលំបែកបាក់ខ្ទេចខ្ទីនេះសបញ្ជាក់ឲ្យឃើញថានៅពេលដែលថ្នាក់ដឹកនាំចៅសៀមមួយរូបដែលគ្មានព្រហ្មវិហារធម៌គ្មានធម៌មេត្តានិងពោពេញទៅដោយទង្វើអយុត្តិធម៌ទៅលើប្រទេសជិតខាងវត្ថុស័ក្តិសិទ្ធិលោកមិននៅស្ងៀមនោះឡើយប្រិយមិត្តពុកម៉ែបងប្អូនឥឡូវនេះសូមពុកម៉ែបងប្អូនងាកមកមើលឲ្យផ្ទាល់នឹងភ្នែកឲ្យច្បាស់តែម្ដងទៅថានៅព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់ដែលបានបន្តបន្ទុយគ្នាកើតឡើងនៅក្នុងប្រទេសចៅសៀមនោះក្នុងរយៈពេលមិនដល់នឹង48ម៉ោងចុងក្រោយនេះទេប្រិយមិត្តពុកម៉ែបងប្អូនវាបានកើតឡើងផ្ទុំគ្នាហាក់បីដូចជាមានអ្នកចុចតេឡេបញ្ជាអញ្ចឹងផងដែរហេតុការណ៍មហាអគ្គីភ័យឆាបឆេះបានលេបត្របាក់នៅរោងចក្រផលិតអ៊ីសូឡុងដែលទប់ទល់នឹងកម្ដៅនៅប្រមាណវេលាម៉ោង4រសៀលនៅថ្ងៃទី29ខែមេសាឆ្នាំ2026នោះព្រោះអគ្គីភ័យដ៏សន្ធោសន្ធៅមួយនេះបានផ្ទុះឡើងយ៉ាងសាហាវទីបំផុតដែលនៅទីតាំងឃ្លាំងសុកស្នោនិងសារធាតុគីមីរបស់រោងចក្រមួយកន្លែងដែលស្ថិតនៅលើផ្លូវសុកសារ៉ែតវត្តទី41ទៅស្រុកព្រះប្រដាងខេត្តសមុទ្រសមុទ្រប្រាកានប្រិយមិត្តពុកម៉ែបងប្អូនសាកសម័យមើលចុះថាទីតាំងឃ្លាំងនោះស្តុកទៅដោយទំហំរហូតដល់ជិត5រ៉ៃវាស្មើនឹងប្រមាណជា2ហិកតាណាប្រិយមិត្តពុកម៉ែបងប្អូនពោពេញទៅដោយវត្ថុធាតុដើមដែលងាយនឹងឆេះផងដែរអណ្ដាតភ្លើងបានឆាបឆេះយ៉ាងសាហាវជាទីបំផុតបានលេបត្របាក់នៅស្នោផ្លាស្ទិកសារធាតុរំលាយនិងធុងក្រាស់បង្កឲ្យមានសំឡេងផ្ទុះជាបន្តបន្ទាប់ប្រៀបបាននឹងសំឡេងគ្រាប់កំភ្លើងដែលពួកគេបានបាញ់ចូលមកលើទឹកដីកម្ពុជាយើងអញ្ចឹងផងដែរផ្សែងខ្មៅខ្មួខ្មាញ់បានហុយទៅលោមគ្របតែពេញផ្ទៃមេឃបិទបាំងនៅពន្លឺព្រះអាទិត្យដែលបានធ្វើឲ្យតំបន់នោះប្រែទៅជាគួរឲ្យសង្វេគសង្រេងជាទីបំផុតហើយអាជ្ញាធរចៅសៀមត្រូវបានបញ្ចេញនៅរថយន្តទឹកពន្លត់អគ្គីភ័យជាង20គ្រឿងនឹងប្រើរយៈពេលជាង2ម៉ោងទើបអាចបាញ់ពន្លត់និងគ្រប់គ្រងស្ថានភាពនៅទីនោះបានរចនាសម្ព័ន្ធនៃអគាររោងចក្រទាំងមូលត្រូវបានបាក់ស្រុតចុះមកក្រោមទាំងស្រុងបង្កឲ្យមានការខូចខាតជាទំហំនៃទឹកប្រាក់បឋមនោះមិនក្រោម10លានបាតនោះទេប្រិយមិត្តពុកម៉ែបងប្អូនតែនេះមិនមែនជាការបាត់បង់ដ៏ធំធេងនោះទេឬក៏យ៉ាងណាប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនភ្លើងឆេះរថយន្តបច្ចេកវិទ្យា EV នៅកណ្ដាលទីក្រុងដោយមហាអន្តរាយភ្លើងឆេះរោងចក្រមិនទាន់នឹងបានបាត់រលត់ផ្សែងស្រួលបួផងនៅវេលាម៉ោង6:51នាទីល្ងាចថ្ងៃទី29ខែមេសាឆ្នាំ2026នោះដដែលក៏បានកើតឡើងនៅហេតុការណ៍មួយដ៏ព្រឺសម្បល់មួយទៀតគឺករណីអគ្គីភ័យបានឆាបឆេះរថយន្ត Mark EV ដែលជាឡានរថយន្តអគ្គិសនីនៅក្បែរផ្លូវសូដេថនទី5ស្រុកប៉ាផ្លាតនៅក្នុងសង្គមចៅសៀមទោះបីជារថយន្តទំនើបបច្ចេកវិទ្យាខ្ពស់យ៉ាងណាក៏ដោយក៏មិនអាចគេចផុតពីគ្រោះភ័យនេះផងដែរប្រិយមិត្តពុកម៉ែបងប្អូនក្រុមសង្គ្រោះស្រុកចៅសៀមត្រូវបានចំណាយពេលជិត1ម៉ោងទើបអាចបាញ់ពន្លត់នៅអណ្ដាតភ្លើងកាំពីដែលកំពុងតែឆាបឆេះប្រព័ន្ធភ្លើងឡានអគ្គិសនីនេះបានហាក់បីដូចជារូបភាពប្រៀបបាននឹងមួយដែលបង្ហាញថាទោះបីជាថៃវាអួតអាងពីសភាវុធឬក៏កម្លាំងយោធាយ៉ាងទំនើបយ៉ាងណាក៏ដោយពួកវាក៏មិនអាចទប់ទល់នឹងកំហឹងនៃច្បាប់ធម្មជាតិបានឡើយអគ្គិភ័យឆាបឆេះក្រុមហ៊ុនវិស្វកម្មនៅ
ព្រលឹមស្រាងតែម្ដងក៏បានឈានចូលមកដល់នៅពេលព្រឹកព្រលឹមខែមេសាឆ្នាំ2026វេលាម៉ោង 6:20 នាទីព្រឹកមិញនេះឯងប្រិយមិត្តពុកម៉ែបងប្អូននៅពេលដែលយោធាចៅសៀមកំពុងតែរវល់រៀបចំផែនការបាញ់បោះមកលើដែនដីព្រំដែននៅកម្ពុជាឯណោះស្រាប់តែនៅស្រុកវានេះកំពុងតែមានអំណាចភ្លើងអគ្គិភ័យកម្ពុជាមួយបានឆាបឆេះឡើងមួយទៀតដែលបានឆាបឆេះក្រុមហ៊ុនមួយដែលមានទីតាំងនៅស្រុកព្រះប្រដាងខេត្តសមុទ្រប្រាកានដដែលនោះប្រិយមិត្តពុកម៉ែបងប្អូនក្រុមអ្នកពន្លត់អគ្គិភ័យចៅសៀមត្រូវបានប្រឹងប្រែងទាំងត្រដាត់ត្រដួសរត់ខ្វែងដៃខ្វែងជើងទាំងព្រឹកព្រលឹមដើម្បីទៅជួយសង្គ្រោះស្ថានភាពដែលកុំឲ្យមានការរីករាលដាលឡើងហើយមូលហេតុនោះគឺដោយសារតែផ្ទុះសេខ្សែភ្លើងនៅក្នុងក្រុមហ៊ុននោះតែម្ដងប្រិយមិត្តពុកម៉ែបងប្អូនរឿងរ៉ាវមិនទាន់បានបញ្ចប់នៅត្រឹមនេះទេប្រិយមិត្តពុកម៉ែបងប្អូន3ម៉ោងក្រោយមកពោលគឺម៉ោង 9:30 នាទីថ្ងៃទី30 ខែមេសាឆ្នាំ2026នេះផ្ទះឈើ2ជាន់មួយខ្នងនៅក្នុងសហគមន៍មួយនៅក្នុងស្រុកជុំថនបានបាក់ស្រុតរលំចុះមកយ៉ាងកង្ហុកតែម្ដងដោយបានសង្កត់ទៅលើផ្ទះចំនួន3ខ្នងផ្សេងទៀតដែលនៅក្បែរនោះឲ្យរងការខូចខាតយ៉ាងដំណំតែម្ដងការបាក់រលំនេះហាក់បីដូចជានិមិត្តរូបនៃការដួលរលំនៃសិលធម៌និងទំនុកចិត្តដែលថ្នាក់ដឹកនាំចៅសៀមមានចំពោះប្រជាជនខ្លួនឯងនោះនៅពេលដែលគ្រឹះនៃសន្តិភាពមិនត្រូវបានថែរក្សាការបាក់រលំផ្នែកខាងក្នុងគឺជារឿងមួយដែលជាមិនផុតនោះឡើយប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានការរៀបរាប់ត្រួសអំពីហេតុការណ៍ខាងលើមិនមែនគឺជាចេតនាសោកចំអកឬក៏ត្រេកអរទៅលើគំនរទុកសោករបស់ប្រជាជនចៅសៀមទូទៅនោះទេប៉ុន្តែយើងចង់បង្ហាញទៅកាន់ក្រុមអ្នកបង្ករឿងឬក៏ថ្នាក់ដឹកនាំចៅសៀមមួយចំនួនដែលស្រីឃ្លានតែសង្គ្រាមឲ្យបានដឹងថាខណៈដែលលោកឯងកំពុងតែបញ្ជាតបមកយកក្របបែកមកបំផ្លាញមកគំរាមកំហែងដល់អាយុជីវិតប្រជាជនកម្ពុជានៅតាមបន្ទាត់ព្រំដែនតើលោកឯងមានក្រឡេកមើលខាងក្រោយលោកឯងដែរឬទេថាប្រទេសជាតិរបស់លោកឯងកំពុងតែហិនហោចដោយសារអ្វីខ្លះនេះហើយគឺជាអ្វីដែលខ្មែរយើងតែងនិយាយថាអាងកម្លាំងបាយវិនិស្សកម្មនោះនឹងបង្កទៅដោយកម្លាំងបាយវិញដែរការមិនខ្វល់ខ្វាយពីទុកលំបាករបស់រាជខ្លួនឯងបែរជាទៅចំណាយពេលចំណាយថវិកាជាតិបង្កើតនូវចំនួននិងរំលោភបំពាននៅលើសិទ្ធិសន្ធិសញ្ញាអន្តរជាតិជាពិសេសប្រមាណទៅលើបេសកកម្មរបស់អ្នកសង្កេតការ AOT បរទេសនោះទៀតផងប្រិយមិត្តពុកម៉ែបងប្អូនវាគឺជាការដាចូលទៅក្នុងផ្លូវតច្រកដោយខ្លួនឯងតែម្ដងប្រិយមិត្តពុកម៉ែបងប្អូនសរុបជារួមមកវិញព្រឹត្តិការណ៍នៅច្រកអូស្មាច់នៅព្រឹកម្សិលមិញនោះគឺជាសញ្ញាព្រមានដ៏គ្រោះថ្នាក់បំផុតមួយប៉ុន្តែកម្ពុជាយើងនៅតែរក្សាជំហរដ៏រឹងមាំប្រៀបបាននឹងភ្នំព្រះសូរមេរុបូរណភាពទឹកដីដែលអធិបតេយ្យភាពជាតិគឺជាបន្ទាប់ក្រហមដែលដាច់ខាតមិនអាចឲ្យនរណាឬក៏ជនណាសាសនាម្នាក់ឬក៏ប្រទេសណាមួយមករំលោភបំពានបានឡើយសន្តិភាពនៅកម្ពុជាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដ៏មហាសាលជាទីបំផុតដែលនៅក្រោមម្លប់ដ៏ត្រជាក់នៃអង្គមហាក្សត្រនិងក្រោមការដឹកនាំមានសម្ដេចទាំងទ្វេផងដែរដែលបានមកពីការលះបង់សាច់ស្រស់ឈាមស្រស់របស់វរៈកងទ័ពវរៈបរោះខ្មែរយើងគ្រប់ចំនួនដូច្នេះគ្មានសកម្មភាពណាបង្កហេតុណាមួយអាចមកបំផ្លាញបានដោយងាយៗនោះឡើយប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនបាទពុកម៉ែបងប្អូនជាទីគោរពស្វែងរកអានព័ត៌មាននឹងការវិភាគដ៏ក្តៅកគុកប្រចាំថ្ងៃទី30ខែមេសាឆ្នាំ2026នេះខ្ញុំបាទសូមអនុញ្ញាតបញ្ចប់ត្រឹមនេះតែប៉ុណ្្នឹងសិនទៅចុះខ្ញុំបាទសូមអំពាវនាវម្ដងទៀតទៅដល់ពុកម៉ែបងប្អូនទស្សនិកជនទាំងអស់គ្នាកុំភ្លេចជួយចុច Share ចែកម្លែកវីដេអូនេះឲ្យបានទូលំទូលាយជាទីបំផុតដើម្បីឲ្យកូនខ្មែរយើងគ្រប់រូបបានដឹងពីសភាពការពិតប្រាកដនិងដើម្បីឲ្យបងប្អូនខ្មែរយើងនៅក្រៅប្រទេសនិងក្នុងប្រទេសបានឃើញពីទស្សនវិជ្ជានិងទង្វើដ៏អយុត្តិធម៌របស់ពួកអ្នកជិតខាងឬក៏មហិទ្ធិឫទ្ធិបារមីនៃប្រជាណាចក្រកម្ពុជារបស់យើងផងដែរហើយដើម្បីកុំឲ្យខកខានក្នុងការទទួលរាល់នៃការវិវត្តនៅព័ត៌មានថ្មីព្រឹត្តិការណ៍ថ្មីនៅតាមបន្ទាត់ព្រំដែននេះសូមពុកម៉ែបងប្អូនជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងទៅលើ Channel 2700យើងម្នាក់មួយដើម្បីទទួលបាននូវព័ត៌មានក្តៅមុនគេនៅថ្ងៃស្អែកជាបន្តទៀតជាទីបញ្ចប់ខ្ញុំបាទតំណាងឲ្យក្រុមការងាររបស់ Channel 2707សូមបួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិនៅក្នុងលោកទេវតាថែរក្សាប្រជាណាចក្រកម្ពុជានិងសូមតាមជួយថែរក្សាដល់ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ពិសេសដល់ថ្នាក់ដឹកនាំប្រជាណាចក្រកម្ពុជានិងបងពូវរៈកងទ័ពវរៈនគរបាលជាតិព្រមទាំងកងកម្លាំងប្រដាប់អាវុធយើងទាំងអស់នៅតាមបន្ទាត់ព្រំដែនសូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនជ័យជំនះនិងជាផុតពីគ្រោះកាយទាំងពួងទាំងឡាយសូមគោរពអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតទៅដល់ពុកម៉ែបងប្អូនទស្សនិកជនដែលបានចំណាយពេលដ៏មានតម្លៃជាទីបំផុតមកតាមដានព័ត៌មាននេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមគោរពជូនពរទៅដល់ពុកម៉ែបងប្អូនដែលធ្វើដំណើរនៅតាមដងផ្លូវសូមចូលរួមគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីការពារអាយុជីវិតអ្នកនិងអ្នករួមដំណើរលើដងវិថីនោះសូមគោរពអរគុណច្រើនសូមគោរពលាពីខ្ញុំភី707